ចង់និយាយថានេះគឺជា Samsung Galaxy Fold 6ដែលបញ្ហាហ្នឹងគឺសាកថ្មមចូលទេលោតភ្លឹមផ្លែតហ្នឹងបាទអញ្ចឹងមកដល់ដៃខ្ញុំផ្លុំដល់មកផែតទេគឺដើរភើវិញដល់លើហ្នឹងបាទអញ្ចឹងនេះគឺជាទូរស័ព្ទរបស់លោកគ្រូសីពរៈនៅខាងវិទ្យាល័យមិត្តភាពខ្មែរជប៉ុនហើយបើសិស្សឃើញឲ្យមិន share ទៀតចោលបាត់ហើយបាទទូរស័ព្ទរបស់លោកគ្រូផងបាទអញ្ចឹងខ្ញុំក៏ធ្លាប់ជាសិស្សរបស់គាត់ដែរកាលខ្ញុំនៅរៀនគឺខ្ញុំរៀនមិនផ្កាយទេបាទតែខ្ញុំផ្កាយរៀនវាចេះទៅវិញបាទអញ្ចឹងខ្ញុំរៀនហ្នឹងគឺមិនរៀននៅវិទ្យាល័យមិត្តភាពខ្មែរជប៉ុនទេខ្ញុំរៀននៅវិទ្យាល័យម៉ូព្រំអញ្ចឹងទូរស័ព្ទនេះគឺបន្ទាប់ពីធ្វើឲ្យដើរភិលវិញនេះបាទឃើញទេស្អាតចាស់ខ្ចីញញបាទអញ្ចឹងនេះគឺជា Samsung Galaxy Fold 6ដែលបញ្ហាហ្នឹងគឺអេក្រង់ខាងមុខអត់ចេញប៉ុន្តែអេក្រង់ក្តារនេះគឺចេញធម្មតាហើយការចេញនេះដែរគឺសំឡេងមិនឮទេគឺយើងចុចទៅគឺស្ងាត់ឈឹងបាទតែបើសិនជាយើងបត់អេក្រង់មកបន្តិចឃើញទេវាឮធម្មតាវាផ្កើនអញ្ចឹងទៀតណាបាទអញ្ចឹងយើងដោតដូចគឺអត់ចូលទៀតណាឃើញទេលោតភ្លឹមផ្លែតអញ្ចឹងតែបើសិនជាយើងបត់មកបន្តិចហើយចាំយើងសាកថ្មបាទជាមួយខ្ញុំដោតប៉ាច់មកឃើញទេកញ្ញាញ៉ែនបាទលោតមកថ្លែនិយាយទៅគឺផ្កើនបដ ாய் បាទអញ្ចឹងមកដល់ដៃខ្ញុំមិនបាច់ភ័យទេបាទខ្ញុំផ្លុំតាមមកផែតហ្នឹងគឺដើរភិលវិញឥឡូវហ្នឹងបាទអញ្ចឹងយើងធ្វើការកោះវាមកបងប្អូនបាទធ្វើការកោះដើម្បីរុះរើគ្រឿងខាងក្នុងរបស់វាហ្នឹងយកមកជួសជុលបាទយើងមិនមែនយកមកជួសជុលទេយើងធ្វើការផ្លាស់ប្ដូរខ្សែបាទយើងធ្វើការដោះបាទដោះពីខ្នងក្រោយមកវិញមកដើម្បីធ្វើការលើកម៉ាស៊ីនវាចេញបាទបន្ទាប់មកយើងធ្វើការឆ្កឹះស្នាប់នេះបាទធ្វើការឆ្កឹះស្នាប់2 3 4 10ហ្នឹងបាទហើយស្នាប់អស់ហ្នឹងបងប្អូនបើសិនជាខ្ញុំនៅបញ្យលទៀតគឺច្រើនមុខច្រើនងារវាណាបាទ function វាគឺច្រើនតែហ្មងបាទអញ្ចឹងយើងធ្វើការផ្លុំទឹកទៅហើយទឹកនេះមិនមែនទឹកងូយទេបាទទឹក spray ដើម្បីផ្លុំដើម្បីទុនកៅបាទយើងធ្វើការកោសឲ្យក្រង់បាទឯក្រង់ក្រៅហ្នឹងគឺនិយាយទៅអាផ្នែកខាងក្រៅគឺយើងកោសចេញអស់មកដើម្បីធ្វើការប្រូខ្សែហ្នឹងបាទខ្សែ2សរសៃហ្នឹងបាទវា combine គ្នាទៅជា 2 in 1បាទអញ្ចឹងយើងធ្វើការឆ្កឹះចេញអស់មកដើម្បីងាយស្រួលក្នុងការធ្វើការបាទយើងឆ្កឹះស្នាប់ចេញអស់មករួចធ្វើការកោសឲ្យក្រង់ក្តារអាក្រង់ក្នុងអាក្រង់ធំរបស់វាហ្នឹងឯការកោសនេះដែរគឺត្រូវការយកចិត្តទុកដាក់ជាទីស្នេហាហើយបើសិនជាយើងប្រហែសមកបន្តិចគឺទៅបៃជីងហើយបាទហើយសួរថាទៅបៃជីងធ្វើអីគឺទៅទិញឯក្រង់សគេហ្នឹងឯងបាទអញ្ចឹងឯក្រង់នេះគឺវាប្រឈមនឹងការហានិភ័យមែនតើបើសិនជាយើងអត់ចេះធ្វើអត់ដែលមានបទពិសោធន៍ក្នុងការជួសជុលគឺដាក់ពងទៅងឹតមុខជើងដាច់ឆ្កេះត្មងបាទអញ្ចឹងអានេះគឺអេក្រង់នេះគឺវាងាយនឹងខូចមែនតើហើយការកោះនេះដែរគឺយើងកោះមកជាហៀងប្រហើបមកជាហៀងទៅបានបើសិនជាយើងប្រហើបអេក្រង់ទាំងអស់ពិបាកក្នុងការដាក់ចូលវិញដាក់មិនស្រួលវាទៀតហើយវានឹងដែរគឺបត់មិនស្រួលខូចក្រង់ត្មងបាទអញ្ចឹងនេះគឺជាខ្សែដែលយើងត្រូវកោះវែងចោលហ្នឹងបាទខ្សែហ្នឹងដែលនាំឲ្យបញ្ហាយើងប្រើទៅមិនស្រួលទេបាទឃើញទេវាដល់អាយុវាបាក់បាទវាបាក់ខ្សែហ្នឹងណែឃើញទេបងប្អូនឃើញជាក់ស្ដែងទៅឃើញថាវាបាក់ពាក់កណ្ដាលបាត់ហ្នឹងបាទអញ្ចឹង function មួយចំនួនគឺមួយចំនួនធំទៀតមិនមែនមួយចំនួនទូចទេគឺអត់ដើរត្មងបាទអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរខ្សែវាទៅបាទខ្សែនេះគឺជាខ្សែថ្មីបាទមិនមែន Samsung អង្គុយផលិតលក់ឲ្យបងប្អូនទេណាបាទអាហ្នឹងគឺគេមានក្រុមហ៊ុនរបស់គេមួយសម្រាប់គ្រប់គ្រងបាទ spare part ឲ្យយើងលក្ខណៈថាយើងជួសជុលអញ្ចឹងបាទអញ្ចឹងប៉ុណ្ណឹងគឺយើងតម្លើងក្រង់ចូលវិញហើយយើងធ្វើការតម្រង់ Derailway វាតិចទៅកុំឲ្យវាមានកំហុសបច្ចេកទេសពេលណាយើងដាក់អេក្រង់រៀងវាចមកបន្តិចបិទរៀងវាចមកបន្តិចគឺវាខូចបាទពេលណាយើងបត់ចុះបត់ឡើងទៅគឺវាហែកគ្នាបាទវាទាញឲ្យក្រង់អត់ស្មើគ្នាគឺវាបកឲ្យខូចឲ្យជាប់គាត់ថាបានដែរបាទអញ្ចឹងតែប៉ុណ្្នឹងទៅគឺយើងធ្វើការតម្លើងម៉ាស៊ីនវាចូលមកវិញមកបងប្អូនការតម្លើងនេះដែរគឺយើងធ្វើការកឹបស្នាប់ឲ្យអស់បើសិនជាកឹបទៅខ្វះស្នាប់មួយគឺស្មើនឹងបាត់ function ហើយបាទអញ្ចឹងយើងធ្វើការកឹបស្នាប់ហើយអស់ហើយយើងធ្វើការ cleaning បាទសម្អាតវាបាទក្រង់ដែលយើងនេះហ្នឹងវាជាប់កាវចាស់គឺយើងសម្អាតចេញឲ្យអស់មកដើម្បីធ្វើការបៀករងកាវថ្មីពេលណាយើងកັບចូលទៅគឺវាអឹបស្មើស្អាតហ្មងបើសិនជាយើងអត់ស្មានអាកាវចាស់នឹងចេញទេកັບច្រោចទៅគឺខូចក្រង់ហ្មងនិយាយទៅគឺទម្រង់ខូចគ្រប់ពេលតែហ្មងបាទធ្វើទូរស័ព្ទពុសេរីក្រោយនេះតើឲ្យយកចិត្តទុកដាក់បន្តិចបើសិនជាយើងប្រហែសមកបន្តិចគឺអំបិលបងទេសតែហ្មងបាទអញ្ចឹងយើងធ្វើការបិទបាទបិទខ្នងបាទបិទអីហើយអស់ហើយយើងធ្វើការបិទ frame ចូលវិញបាទ frame ឯក្រង់ខាងមុខអាហ្នឹងគឺគេបិទក្រោយគេអា frame ខាងមុខហ្នឹងយើងធ្វើការបិទវាហើយយើងទុកវាបាទផ្អាប់វាទុកមួយយប់ដើម្បីឲ្យវាស្ងួតកាវបាទមិនមែនផ្អាប់ដូចជ្រក់ស្ពៃទេណាបាទអានេះគឺវាដើរឲ្យបងប្អូនមើលជាក់ស្ដែងបាទទាំងសេវា SIM ទាំងមុខងារផ្សេងគឺដើរអស់ហើយបាទខ្ញុំធ្វើការតេស្តទៅឃើញថាវាដំណើរការគ្រប់ function បាទទាំងអេក្រង់មុខក៏ដើរបាទហើយអេក្រង់ក្តារហ្នឹងឃើញថានិយាយទៅគឺ smooth អស់ហើយបាទទាំង
ringtone របស់វានេះសំឡេង speaker របស់វាទោះយើងបត់មិនក៏នៅឮធម្មតាដែរបាទអញ្ចឹងប៉ុណ្ណឹងគឺអូខេបងប្អូនបាទហើយសម្រាប់ Wi-Fi ហ្នឹងក៏ដើរធម្មតាវិញដែរបាទនេះឃើញទេ Wi-Fi គឺដើរសេវាពេញបឹបតែហ្មងបាទអញ្ចឹងអាសាកថ្មក៏ចូលធម្មតាវិញបាទឃើញទេ99បូកហើយយើងបន្ទាត់អានេះចោលទៅបាទហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាហើយកុំភ្លេច share វីដេអូឲ្យ follow ផងបាទ follow ឲ្យក្រុម follow មើលបាទ